សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបកាត់តវីដេអូធ្វើបទចម្រៀងនៅក្នុងកម្មវិធី VN នេះបងប្អូនដូចជាយើងដាក់ logo ធ្វើឲ្យវាញាក់ញាក់ញ័រញ័រអញ្ចឹងណាឥឡូវនេះយើងចូលទៅធ្វើតែម្ដងបងប្អូនយើងចូលទៅកម្មវិធី VN រួចហើយបងប្អូនចុចសញ្ញាលេខបូកនេះបងប្អូនតបមកទៀតបងប្អូនយកពាក្យ new video រួចយើងទៅរើសយកវីដេអូណាដែលបងប្អូនត្រូវកាត់មកណាបងប្អូនណាបន្ទាប់មកទៀតយើងចុចសញ្ញាព្រួញទៅមុខហ្នឹងណាបងប្អូនបន្ទាប់មកបងប្អូនចុច overlay បន្ទាប់មកទៀតបងប្អូនចុចកន្លែង overlay បន្ទាប់មកចុចរូបថតតបមកបងប្អូនទៅរូបថតណាដែលបងប្អូនចង់ដាក់ធ្វើជា background ណា background នៅខាងមុខបទចម្រៀងរបស់យើងណាបងប្អូនរួចហើយបងប្អូនសេរីធ្វើម៉េចឲ្យប៉ិនមកវីដេអូរបស់យើងមកហើយយើងទាញវាឲ្យផុតដល់ក្រោយវីដេអូបងប្អូនបន្ទាប់មកទៀតបងប្អូនទៅដាក់ logo ផ្លាកសញ្ញារបស់យើងចូល overlay រួចហើយយក photo បន្ទាប់មកបងប្អូនទៅ logo ដែលបងប្អូនចង់ដាក់នេះ logo ដែលខ្ញុំចង់ដាក់បន្ទាប់មកយើងចុចសញ្ញាព្រួយមកដោយសារតែ logo របស់យើងហ្នឹងវារាងការ៉េអញ្ចឹងយើងចង់បានមូលយើងចូលទៅម៉ាស់បងប្អូនបន្ទាប់មកយើងយក cycle វងមូលនេះរួចហើយយើងចុចសញ្ញាគ្រីសមករួចហើយយើងទាញមកបងប្អូនយើងចង់បានទម្រង់បែបណាយើងទាញចូលក្នុងវាខាងក្រៅអញ្ចឹងណាតោះមកយើងប្រួងវាទូចហើយយើងទាញវាទៅដាក់គៀនណាបងប្អូនហើយយើងឲ្យផុតបន្ទោយើងឬក៏យើងចុចពីលើវាទៅវាមានលោតសញ្ញាព្រួយបែបនេះបងប្អូនចុចពីលើវាទៅវានឹងអស់ទៅដល់ផុតវីដេអូរបស់យើងហើយបន្ទាប់មកបងប្អូនយើងចូលទៅធ្វើ logo របស់យើងធ្វើម៉េចឲ្យញ័រឬក៏ញាក់តាមបទភ្លេងអញ្ចឹងបងប្អូនយើងចូលទៅ motion វងមូលខាងលើណាបងប្អូនបន្ទាប់មកមានពាក្យ in អាវហើយនឹងលុបបងប្អូន in ហ្នឹងមានន័យថា logo យើងចូលដំបូងអាវហ្នឹង logo ដែលយើងបញ្ចប់វានឹងចេញបែបណាអញ្ចឹងណាហើយលុបហ្នឹងវីដេអូរបស់យើងញាក់ញ័រទៅតាមអ្វីដែលយើងរើសអញ្ចឹងឥឡូវខ្ញុំរើសយកបេះដូងខ្ញុំចង់បាន logo ញាក់តាមបទភ្លេងណាបងប្អូនអាចរើសតាមចំណង់ចំណូលចិត្តបានណាបងប្អូនបន្ទាប់មកខ្ញុំទៅដាក់ title ខ្ញុំចុចអក្សរ T ហើយខ្ញុំយកពាក្យ add a heading បន្ទាប់មកខ្ញុំសរសេររាំកន្ទ្រឹមជួបស្នេហ៍បងប្អូនកាត់ចំណងជើងចម្រៀងអ្វីបងប្អូនដាក់ចំណងជើងហ្នឹងមករួចហើយខ្ញុំដូរ font ណាបងប្អូនចុចអក្សរ F ហ្នឹងហើយជ្រើសរើស font ដែលបងប្អូនស្រឡាញ់រួចហើយយើងដូរពណ៌ណាបងប្អូនដូរពណ៌ដូរម៉ូដអក្សរអីគឺមានក្នុងនឹងទាំងអស់បងប្អូនអាចដូរបានស្រឡាញ់ម៉ូដណាពណ៌ណាបងប្អូនដាក់មកហើយបន្តមកទៀតគឺយើងសេរីវាតូចធំអីតាមចំណង់ចំណូលចិត្តបងប្អូនណាហើយយើងចុចពីលើអក្សរហ្នឹងវានឹងចេញសញ្ញាព្រួយណាបងប្អូនសញ្ញាព្រួយទៅមុខហ្នឹងគឺមានន័យថាអស់អក្សរយើងឲ្យដល់បញ្ចប់វីដេអូយើងចុចចឹងទៅកុំឲ្យយើងពិបាកអស់ហើយបន្តមកទៀតគឺយើងចូលទៅដាក់effect music ណាបងប្អូនយើងចូល effect មកចូល photo ហើយយើងទៅរើស effect music ណាដែលបងប្អូនចង់ដាក់បងប្អូនអាច down effect music នៅក្នុង YouTube បានណាបងប្អូនរួចហើយយើងចង់ឲ្យបាត់ background គឺយើងចូលទៅពាក្យ chroma នេះបងប្អូនចុច
ចុចលើវាមកហើយបងប្អូនអាសញ្ញាមូលហ្នឹងបងប្អូនអស់ទៅលើមកបងប្អូនហើយនឹងវានឹងបាត់ background នេះហើយយើងចុចសញ្ញាគ្រីសមកហើយយើងសេរីសរងដាក់កន្លែងណាដែលបងប្អូនគិតថាវាសមបងប្អូនដាក់មកហើយរួចហើយបងប្អូនចង់បានរៀងវែងជាងហ្នឹងបងប្អូនអត់អាចអុសបានដោយអក្សរទេគឺយើងចុចលើវាហើយយកពី application ណាបងប្អូនចុចមកហើយបន្ទាប់មកបងប្អូនវាលោតទៅខាងលើអញ្ចឹងបងប្អូនចាប់ទាញវាមកបងប្អូនចង់បានប្រហែលបងប្អូន copy application ប៉ុណ្ណឹងមកណាបងប្អូនហើយបន្តមកទៀតគឺខ្ញុំចង់ទៅដាក់ subscriber YouTube បងប្អូនយើងចូលដូចគ្នាយើងចូល overlay ហើយ photo យើងមកហើយយើងទៅ subscribe YouTube មកយើងចុចសញ្ញាព្រួយហើយយើងចូលទៅជ្រោម៉ាដូចគ្នាបងប្អូនចូលដូច effect music មិនអញ្ចឹងណាហើយបន្ទាប់មកយើងអស់មកបងប្អូនចង់ដាក់ឡើងណាបងប្អូនដាក់ឡើងហ្នឹងមកហើយយើងចង់បានពេញវីដេអូគឺយើងអស់វាមកយើងចង់បាននៅខាងមុខបងប្អូនអស់ខាងមុខមកហើយយើង application មកបងប្អូនចង់បានពេញវីដេអូបងប្អូនapplication រហូតមកអញ្ចឹងណាបងប្អូនហើយរួចហើយខ្ញុំចង់ដាក់ម៉ូដបទចម្រៀងណាបងប្អូនម៉ូដអក្សរហ្នឹងម៉ូដអក្សរបទចម្រៀងពេកចេញពេកចូលយើងចូលកន្លែង motion មកហើយពេកផ្ដើមអក្សរបទចម្រៀងហ្នឹងគឺបងប្អូនចង់បានម៉ូដមិនបងប្អូនជ្រើសរើសម៉ូដហ្នឹងមកហើយពេលបញ្ចប់វីដេអូអក្សរហ្នឹងរត់បែបណាអីបែបណាបងប្អូនជ្រើសរើសមកតាមហ្នឹងមកណាបងប្អូនណាបន្ទាប់មកទៀតខ្ញុំទៅដាក់បងប្អូនខ្ញុំភ្លេចប្រាប់បងប្អូនថាបងប្អូនទៅសេរីกระดาษផងណាសម្រាប់ YouTube กระดาษបដិក 16.9 ណាបងប្អូនបើបច្ឆោ 9.16 ចឹងបងប្អូនទៅសេរីกระดาษផងណាបងប្អូនរួចហើយឥឡូវយើងចូលទៅដាក់ effect វិញណាបងប្អូន effect ដែលមានទឹកភ្លៀងស្រក់ធ្លាក់មកជាមួយ background ជាមួយបទចម្រៀងរបស់យើងហ្នឹងណាបងប្អូនតែបងប្អូនកុំឈរនៅលើវីដេអូបងប្អូនទៅឈរលើរូបភាពណាបងប្អូនឈររូបភាពហើយបងប្អូនចុចសញ្ញាផ្កាយហ្នឹងFX ហ្នឹងហើយបងប្អូនទៅជ្រើសរើស effect ណាដែលបងប្អូនចូលចិត្តស្រឡាញ់ហើយត្រូវនឹងបទចម្រៀងរបស់យើងឥឡូវខ្ញុំរើសយកបទនេះរើសយកទឹកភ្លៀងនេះបងប្អូនទឹកភ្លៀងនេះអត់បានពេញវីដេអូទេបើបងប្អូនចង់បានពេញវីដេអូបងប្អូនទៅអស់វាចុចពីលើវាហើយបងប្អូនអស់វាមកអត់ផុតវីដេអូនឹងមកបងប្អូនអស់ចង់បានដល់ត្រឹមណាបងប្អូនអស់ត្រឹមហ្នឹងណាបងប្អូនឥឡូវខ្ញុំធ្វើការអស់ទឹកភ្លៀងហ្នឹងណាបន្តមកទៀតខ្ញុំធ្វើការ play ឲ្យបងប្អូនមើលបងប្អូនឃើញហ៎ logo របស់យើងគឺញ័រដូចបេះដូងអញ្ចឹងហើយមាន YouTube subscribe YouTube លោតចេញមកអញ្ចឹងណាបងប្អូនឥឡូវខ្ញុំទៅអស់ឲ្យដល់ខាងចុងវីដេអូហើយបងប្អូនចាំមើលវីដេអូអក្សររបស់យើងពេលដែលបញ្ចប់គឺវានឹងរត់ទៅខាងក្រោយអញ្ចឹងណាបងប្អូនអានេះគឺយើងដោយសារតែយើងសេរីមិញហ្នឹងណាហើយពេលបងប្អូនធ្វើរួចហើយបងប្អូនចុច save បងប្អូនសញ្ញាព្រួយខាងលើ QQ ហ្នឹងចុចលើវាមកហើយបងប្អូនចុច export មកបងប្អូនតែដោយសារវីដេអូរបស់ខ្ញុំនេះខ្ញុំធ្វើសម្រាប់បង្ហាញបងប្អូនអញ្ចឹងខ្ញុំអត់ save ទេអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងបងប្អូនកុំភ្លេចជួយ subscribe channel របស់ខ្ញុំម្នាក់មួយផងបងប្អូនហើយអធិស្ឋានផងបងប្អូនមានភ្លៀងរៀងលឺសំខាន់អញ្ចឹងណាអរគុណច្រើនបងប្អូនជំរាបលាបាយបាយ